ម៉ាស៊ីនសាប់ម៉ានីស៊ូនេះជាលេខ model ម៉ានីស៊ូហើយនេះជាតាប្លូម៉ានីស៊ូរបៀបកំណត់ជើងទាឆ្វេងឆ្ដាំមុខក្រោយក្នុងប្រូក្រាមមុននឹងទៅកំណត់ជើងទាឆ្វេងឆ្ដាំមុខក្រោយក្នុងប្រូក្រាមខ្ញុំចុចតេស្តជើងទាឲ្យបងប្អូនមើលជាមុនសិនចុចប៊ូតុងតេស្តជើងទាបង្វែរមកម៉ាស៊ីនយើងវិញជាន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាធ្លាក់ជាន់ឈ្នាន់ទៅមុខបន្តឲ្យម៉ាស៊ីនដំណើរការជើងទាឆ្វេងឆ្ដាំមុខក្រោយគឺគ្រប់ចិត្តរុនសន្ទះចានសម្បុកបែបហ្នឹងកាលណាបើយើងសាប់ទៅវានឹងបាក់ម្ជុលឬមួយក៏បងប្អូនមិនចាំបាច់ជាន់ឈ្នាន់ខាងក្រោមក៏បានយើងបង្វិលដងម្ជុលចុះក្រោមបង្វែរទៅតាប្លូយើងវិញបងប្អូនចុចលេខដកឬលេខបូកចុចមួយក៏បានចុចឲ្យជាប់ក៏បានហើយយើងមកមើលជើងទាយើងជើងទាឆ្វេងឆ្ដាំមុខក្រោយមកចូលគៀកនឹងជើងទាឬក៏បុកនឹងជើងទាកាលណាបើយើងសាប់ទៅវានឹងបាក់ម្ជុលនៅពេលដែលយើងចុចតេស្តជើងទារួចហើយចុចលើប៊ូតុង reset ឲ្យជើងទាលើកដំណើរការបង្វែរទៅតាប្លូយើងវិញរបៀបកំណត់ជើងទាឆ្វេងឆ្ដាំមុខក្រោយក្នុងប្រូក្រាមចុចលើប៊ូតុងអក្សរ M ចេញលេខរៀងប្រូក្រាមរួចចុចព្រួញខាងក្រោមកំណត់យកលេខ12បន្ទាប់មកចុចប៊ូតុង Select ចេញរូបបែបហ្នឹងអក្សរ X គឺកំណត់ជើងទាឆ្វេងឆ្ដាំដើម្បីកំណត់ជើងទាឆ្វេងឆ្ដាំបានបងប្អូនជាន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាញាក់ដំណើរការបន្ទាប់មកបងប្អូនចុចលេខបូកឬលេខដកកំណត់ជើងទាឆ្វេងឆ្ដាំប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្្នឹងទៅសម្រាប់ខ្ញុំកំណត់ជើងទាឆ្វេងឆ្ដាំមកចូលចំពាក់កណ្ដាលជើងទាសងខាងនៅពេលដែលយើងកំណត់ជើងទាឆ្វេងឆ្ដាំរួចហើយចុចលើប៊ូតុង Select ដើម្បីសេវឲ្យជាប់បន្ទាប់មកចុចព្រួញខាងលើកំណត់យកអក្សរ Y គឺជើងទាមុខក្រោយដើម្បីកំណត់ជើងទាមុខក្រោយបានបងប្អូនជាន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាញាក់ដំណើរការបន្ទាប់មកបងប្អូនចុចលេខបូកឬលេខដកកំណត់ជើងទាមុខឬក្រោយប៉ុណ្ណាដែលបងប្អូនចង់បានបងប្អូនចុចកំណត់យកប៉ុណ្្នឹងទៅសម្រាប់ខ្ញុំកំណត់ជើងទាមុខក្រោយមកចូលចំពាក់កណ្ដាលជើងទាសងខាងនៅពេលដែលយើងកំណត់ជើងទាមុខឬក្រោយប៉ុណ្ណាដែលយើងចង់បានរួចហើយចុចលើប៊ូតុង Select ដើម្បីសេវឲ្យជាប់រួចចុចព្រួញថយក្រោយមួយចុចមួយទៀតឲ្យចេញលេខក្បាលថ្នេរបែបហ្នឹងបង្វែរមកម៉ាស៊ីនយើងវិញជាន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាលើកបន្ទាប់មកចុចប៊ូតុងតេស្តជើងទាបង្វែរមកម៉ាស៊ីនយើងវិញជាន់ឈ្នាន់ខាងក្រោមទៅមុខឲ្យជើងទាធ្លាក់ជាន់ឈ្នាន់ទៅមុខបន្តឲ្យម៉ាស៊ីនដំណើរការជើងទាឆ្វេងឆ្ដាំមុខក្រោយគឺជើងទាលែងគ្របចិត្តរុនសន្ទះចានសម្បុកដូចមុនទៀតហើយអញ្ចឹងខ្ញុំបង្វិលដងម្ជុលចុះក្រោមរួចជាន់ឈ្នាន់ខាងក្រោមទៅមុខបន្តជើងទាឆ្វេងឆ្ដាំមុខក្រោយម្ជុលលែងគៀកនឹងជើងទាឬក៏បុកនឹងជើងទាទៀតហើយនៅពេលដែលយើងតេស្តជើងទារួចហើយបង្វែរទៅតាប្លូយើងវិញចុចប៊ូតុង Reset ឲ្យជើងទាលើកដំណើរការអញ្ចឹងជាន់ឈ្នាន់ខាងក្រោមទៅមុខឲ្យម៉ាស៊ីនដំណើរការសាប់គឺមកចូលលេងគៀកនឹងជើងទាឬក៏អត់បុកនឹងជើងទាទៀតដែរនេះហើយគឺជារបៀបកំណត់ជើងទាឆ្វេងឆ្ដាំមុខក្រោយក្នុងប្រូក្រាមសូមអរគុណ